ពងទាប្រៃពងទាប្រៃពងទាប្រៃមកហើយពីយូរលង់ណាស់មកហើយមានគ្រួសារក្រីក្រមួយរស់នៅឯជនបទពួកគាត់មានកូនស្រីម្នាក់ឈ្មោះលីដានិងកូនប្រុសម្នាក់ទៀតឈ្មោះលីយ៉ាសម័យកាលនោះសាលារៀននៅឆ្ងាយណាស់លីដារៀនមិនបានច្រើនទេដែលនាងរវល់មើលថែប្អូននិងជួយធ្វើស្រែឪពុកម្ដាយលុះលីយ៉ាធំឡើងឪពុកម្ដាយក៏បញ្ជូនកូនឲ្យទៅរៀននៅឯសាលាពេញមួយថ្ងៃហើយការរៀនសូត្រនៅសម័យនោះតម្រូវឲ្យសិស្សដែលមានផ្ទះនៅឆ្ងាយវិចបាយទៅហូបគ្រប់គ្នាឪពុកម្ដាយវុធីជាគ្រួសារអ្នកធូរធារនៅក្នុងភូមិនោះគេមានម្ហូបឆ្ងាញ់សម្រាប់វិចឲ្យកូនទៅសាលារៀនចំណែកលីយ៉ាវិញមានតែអំបិលបុកតែប៉ុណ្ណោះមុនពេលលីយ៉ាទៅសាលារៀនម្ដាយបានច្រកបាយចូលក្នុងស្នុកហើយខ្ចប់អំបិលបុកទុកឲ្យកូនពេលនោះលីយ៉ាបានរើសសម្បកពងទាប្រៃច្រកអំបិលចូលដើម្បីងាយស្រួលក្នុងការទុកដាក់នៅក្នុងថ្នាក់រៀនលីយ៉ាជាក្មេងក្រីក្រជាងគេហេតុនេះហើយក្មេងៗដទៃទៀតចេះតែស្អប់ខ្ពើមតែងតែនិយាយឌៀមដាមថាអញ្ចេះថាអញ្ចោះធ្វើឲ្យលីយ៉ាមិនហ៊ានចូលលេងនឹងគេឡើយហើយពេលចេញលេងម្ដងលីយ៉ាតែងតែយកសៀវភៅមកមើលមេរៀនម្ដងហើយម្ដងទៀតដើម្បីឲ្យចេះចាំដើម្បីបំបត្តិភាពអផ្សុកផងដែរលុះពេលថ្ងៃត្រង់លីយ៉ាមិនហ៊ានចូលហូបបាយជាមួយនឹងគេទេព្រោះពួកគេមានម្ហូបឆ្ងាញ់ដូច្នេះលីយ៉ាអង្គុយឆ្ងាយពីគេហូបបាយជាមួយអំបិលក្នុងសម្បកពងទាប្រៃពួកក្មេងៗទាំងអស់នោះនិយាយថាអើយមើលលីយ៉ាបានម្ហូបឆ្ងាញ់ស៊ីតែម្នាក់ឯងពេលសម្រាប់ពួកគេនាំគ្នាលេងលូត